học thì dân ruồi hại bằng vốn này dân miền lại tọp cho mùi em បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំបាទមករៀនធ្វើមុខម្ហូបមួយមុខដែលមានឈ្មោះថាប្រហុកខ្ទិះហើយក្នុងនោះដែរគ្រឿងផ្សំរបស់យើងមានប្រហុកហើយមានសាច់ជ្រូកចិញ្ច្រាំនេះបងប្អូននេះប្រហុកហើយអានេះមានម្ទេសប្លោកកិនហើយនឹងគ្រឿងបុកហ្នឹងហើយតទៅទៀតយើងមានស្ករត្នោតយើងអត់ប្រើស្ករសទេយើងមានខ្ទិះដូងយើងយកអាកំប៉ុងហើយនឹងម្សៅប៊ីស៊ុបហើយនឹងសាច់ជ្រូកយើងច្រាំសាច់ជ្រូក3ជាន់ហ្នឹងហើយនេះជាគ្រឿងផ្សំរបស់យើងហើយតមកទៀតយើងដាក់ខ្លាញ់របស់យើងមកយើងចាក់ខ្លាញ់របស់យើងចាក់ខ្លាញ់ហើយយើងទុកឲ្យវារៀងក្តៅបន្តិចទៅលើកទី1ហើយបងប្អូនរៀនធ្វើហើយក៏រៀនបញ្ចូលសំឡេងដែរខុសឆ្គងអីអធិស្ឋានបងប្អូននេះយើងដាក់ខ្លាញ់មកយើងដាក់វារៀងក្តៅបន្តិចបន្ទាប់មកទៀតយើងចាក់ម្ទេសប្លោកកិនរបស់យើងកិនឲ្យម៉ត់ឬក៏យើងច្រាំឲ្យម៉ត់ហ្នឹងយើងដាក់ចូលហើយទុកឲ្យវាមកធុះទុកឲ្យវារៀងឡើងឈ្ងុយតិចទៅយើងដាក់គ្រឿងបុករបស់យើងគ្រឿងបុកចូលគ្រឿងបុករបស់យើងមាននៅក្នុងនោះមានច្រើនខ្ញុំអត់បានរៀបរាប់ទេហើយយើងកកូវាទុកឲ្យវារៀងឈ្ងុយដូចកាយយើងដាក់ម្ទេសប្លោកកិនអញ្ចឹងយើងទុកឲ្យវាឈ្ងុយបន្តិចសិនទៅយើងកុំអាលដាក់គ្រឿងផ្សេងយើងដាក់ឲ្យវាឈ្ងុយសិនហ្នឹងហើយយើងកកូវាចឹងទៅកកូវាសពអស់ចឹងទៅទុកវាមកធូរកូបន្តិចទៀតមើលលក្ខណៈថាមើលវារៀងឈ្ងុយហើយបើវារៀងឈ្ងុយហើយយើងកកូវាម្ដងទៀតទៅហើយបន្តិចទៀតយើងនឹងដាក់គ្រឿងយើងបន្ថែមទៀតហើយគ្រឿងរបស់យើងដែលយើងត្រូវដាក់ទៀតហ្នឹងគឺចាំបន្តិចសិនព្រោះអត់ទាន់ដល់ហ្នឹងហើយកន្លែងនេះយើងទុករៀងយូរបន្តិចដែរបន្ទាប់មកទៀតគ្រឿងបន្ទាប់ទៀតយើងដាក់ខ្ទិះដូងកំប៉ុងយើងប៉ុណ្ណឹងយើងខ្ញុំចាក់ទាំងអស់ចាក់ឲ្យវាឈ្ងុយយើងចាក់ទាំងអស់កាន់តែឈ្ងុយកាន់តែឆ្ងាញ់បងប្អូនហ្នឹងហើយចាក់ទៅហើយយើងកកូវាទៅទុកវាមកស្ទុះទៀតទុកវាមកទូរួចបន្តមកទៀតយើងដាក់សាច់ជ្រូកចិញ្ច្រាំសាច់ជ្រូក3ជាន់ណាបងប្អូនយើងយកសាច់ជ្រូក3ជាន់យកមកចិញ្ច្រាំវាកុំម៉ត់ពេកយើងមើលមកល្មមទៅបានហើយមកល្មមដែលមិនម៉ត់ពេកហើយក៏មិននៅដុំពេកយើងដាក់រួចយើងកកូវាចឹងទៅហ្នឹងហើយកកូវាទុកមកស្ទុះសិនទៅហើយយើងមើលវាមកយើងកូវាមើលវាមកឆ្អិនបន្តិចរួចតមកទៀតយើងដាក់ប្រហុករបស់យើងដាក់ប៉ុណ្្នឹងហើយប្រហុកយើងប្រើប៉ុណ្្នឹងយើងកុំប្រើច្រើនពេកកាលណាប្រើច្រើនពេកវារៀងធំនៅប្រហុកពេកអញ្ចឹងយើងដាក់តែមួយឈ្ងុយល្មមទៅបានហើយហ្នឹងហើយយើងច្រំច្បល់វាទៅច្បល់ឲ្យវាចូលជាតិគ្នាទៅហ្នឹងហើយយើងច្រាំវាហើយយើងកកូវាកកាយវាចឹងទៅហ្នឹងលើកទី1ឯងបងប្អូនហើយលើកទី1ដែលធ្វើមុខម្ហូបហ្នឹងហើយលើកទី1ដែលរៀនបញ្ចូលសលេងហើយថតវីដេអូចឹងខុសឆ្គងអីកុំប្រកាន់ណាបងប្អូនព្រោះសាក់មើលរៀនធ្វើយើងទំនេរកុំអោយអត់ការងារធ្វើអញ្ចឹងយើងរៀនធ្វើទៅហើយយើងកូឲ្យវាចូលជាតិប្រហុកគ្នាចឹងមកហ្នឹងហើយយើងទុកមកធុះទាំងទៅ
ហើយបន្តមកទៀតយើងដាក់ម្ទេសបន្ទាប់ពីវារៀងឆ្អិនតិចហើយយើងដាក់ម្ទេសយើងដាក់ម្ទេសរួចយើងដាក់ត្រប់ញងត្រប់អានេះគេហៅត្រប់ញងអាត្រប់តូចៗហ្នឹងហើយយើងដាក់ចូលអញ្ចឹងមកហ្នឹងហើយយើងដាក់ចូលហើយយើងក៏កូរវាបញ្ចូលគ្នាទៅឲ្យវាកប់ចូលគ្នាអញ្ចឹងទៅហើយបន្តមកទៀតយើងទុកវាមកសធុះហ្នឹងហើយយើងទុកវាមកធុះឲ្យវាត្រប់ហ្នឹងវារៀងតុននៅវាតុនតិចទៅឲ្យវាកុំឲ្យវានៅរឹងពេកឲ្យវារៀងតុនមើលទៅឲ្យវាអាចតែយើងហូបបានណាហ្នឹងហើយស្ករពួកយើងដាក់ស្ករយើងប្រើស្ករត្នោតយើងដាក់ទៅតាមបរិមាណសាច់របស់យើងនៅក្នុងនោះហើយនឹងប៊ីចេងអានេះខ្ញុំភ្លក់នេះយើងភ្លក់ហើយយើងថែមគ្រឿងគ្រាវអស់ហើយបន្ទាប់មកទៀតនេះយើងដួសដាក់ចានមកក្នុងនោះមានលក់មានអីត្រឹមត្រូវរបស់យើងអញ្ចឹងមកឆ្ងាញ់ណាស់បងប្អូនដឹងតែជាតិហ្មងអរគុណបងប្អូនជួយ Subscribe ផង